ស្វាកូរីឡាជាក់មួយក្បាលស្រាប់តែមានអារម្មណ៍ឈឺចាប់ខ្លាំងវាបានដឹងថាថ្មីមួយរបស់វាបានបាក់ការឈឺចាប់នោះធ្ងន់ធ្ងរខ្លាំងណាស់រហូតដល់វាមិនអាចញ៉ាំអ្វីបានឡើយជាចុងក្រោយវាគ្មានជំរើសអ្វីទៀតទេហើយវាបានត្រឡប់ទៅពិភពមនុស្សវិញដើម្បីស្វែងរកជំនួយមនុស្សមានការភ័យស្លន់ស្លោចំពោះការលេចចេញភ្លាមៗរបស់ស្ដេចខុងប៉ុន្តែនៅពេលដែលពួកគេយល់ពីមូលហេតុនៃបញ្ហារបស់វាពេទ្យធ្វីងដែលមានជំនាញបំផុតរបស់ប្រទេសត្រូវបានហៅភ្លាមៗវាជាបណ្ឌិតបានចាក់ថ្នាំសណ្ដំដល់ស្ដេចខុងដែលធ្វើឲ្យវាស្ងប់ចិត្តបន្ទាប់មកដោយប្រើខ្សែពួរវាជាបណ្ឌិតបានចោះទៅក្នុងមាត់ដ៏ធំរបស់វាបន្ទាប់ពីពិនិត្យមើលធ្មេញដែលបាក់វាត្រូវបានទាញចេញដោយមានជំនួយពីយន្តហោះដឹកជញ្ជូនបន្ទាប់ពីនោះវាជាបណ្ឌិតបានដំឡើងធ្មេញថ្មីដ៏រឹងមាំមួយដែលធ្វើពីយ៉ាន់ស្ពណ៌ទីតាញ៉ូមដល់វាស្ដេចខុងមានសុភមង្គលយ៉ាងខ្លាំងបន្ទាប់ពីទទួលបានធ្មេញថ្មីពេលត្រឡប់ទៅពិភពរបស់វាវិញវាមានអារម្មណ៍ថាមានក្លិនចម្លែកមួយនៅលើអាកាសបន្ទាប់ពីក្លិននោះវាបានមកដល់កន្លែងដែលមិនស្គាល់មួយដែលវាមិនធ្លាប់ទៅពីមុនមកនៅទីនោះវាបានជួបស្វាតូចមួយក្បាលស្ដេចខុងដែលរស់នៅតែម្នាក់ឯងអស់រយៈពេលយូរមកហើយនៅពេលដែលវាបានជួបនរណាម្នាក់ដែលមានប្រភេទរបស់វាជាលើកដំបូងបានលាតដៃដោយក្តីស្រឡាញ់ជាមិត្តភាពប៉ុន្តែគាត់មិននឹកស្មានថាស្វាតូចនោះនឹងខំគាត់ខ្លាំងហើយរត់គេចខ្លួននោះទេស្ដេចខុងបានដេញគាត់ហើយជាប់នៅក្នុងសំណាញ់ហើយបន្ទាប់មកស្វាប៊ីក្បាលបានវាយទៅហៅគាត់ប៉ុន្តែដោយសារកម្លាំងពិសេសរបស់វាស្ដេចខុងបានវាយពួកគេយ៉ាងលឿនហើយបណ្ដេញពួកគេចេញស្វាតូចនោះត្រូវបានគេចាប់បានហើយឥឡូវនេះវាត្រូវយកស្ដេចខុងទៅកាន់កន្លែងលាក់ខ្លួនរបស់ពួកគេនៅតាមផ្លូវពួកគេបានឆ្លងកាត់បឹងមួយជាកន្លែងដែលស្វាតូចនោះបានព្យាយាមធ្វើបាបស្ដេចខុងជាមួយនឹងពស់ចាក់នៅក្នុងបឹងប៉ុន្តែស្ដេចខុងបានដឹងពីគ្រោះថ្នាក់រួចហើយវាកំចាត់ពស់ចាក់នោះបានយ៉ាងងាយស្រួលបន្ទាប់ពីនោះវាចង់ចែករំលែកអាហាររបស់វាជាមួយស្វាតូចនោះដោយឃើញការអាណិតអាសូររបស់ស្ដេចស្វាតូចនោះមានការចាប់អារម្មណ៍ហើយបាននាំវាទៅកាន់ការតាំងទីលំនៅរបស់សហគមន៍របស់វាពេលពួកគេទៅដល់ទីនោះទិដ្ឋភាពដែលលេចឡើងបានធ្វើឲ្យស្ដេចខុងភ្ញាក់ផ្អើលនៅទីនោះស្វាជាច្រើនដូចគាត់ត្រូវបានគេចាប់ជីកឆ្លើយហើយពួកវាត្រូវបានបង្ខំឲ្យធ្វើការងារថ្មធ្ងន់ធ្ងរ